សូមជូនព័ត៌មានពិស្ដាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចោទថាភាពយន្តឯកសាររបស់ទូរទស្សន៍អាមេរិក CNN អំពីកុមារីដែលម្ដាយបង្ខំឲ្យលោកព្រំម្ចាស់រីដើម្បីដោះបំណុលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនារីខ្មែរនិងប្រមានបណ្ដេញអង្គការអាមេរិក AIM នៅកម្ពុជាមន្ត្រីអាមេរិក CNN អំពីកុមារីដែលម្ដាយបង្ខំឲ្យសួស្ដីខានជួបមុខមេងយូរហើយថាអត់បានឡាយទេរវល់មករយៈហ្នឹងមានធុរៈខ្លះក្នុងបញ្ហាគ្រួសារហើយទៅខ្ញុំរវល់ខ្ញុំថាអត់បានឡាយប៉ុន្តែព័ត៌មានគេចេះតែផ្ញើមកឲ្យច្រើនពាក្យពេចន៍សម្ដីអីដូចថាមានសម្ដីខាងមន្ត្រីអំណាចចាខ្ញុំចង់បកស្រាយប៉ុន្តែអ្វីដែលខ្ញុំបានឈានជើងខ្ញុំចង់បកស្រាយខ្លះមានកូនក្មួយណាជួយចាញ់មកបន្ធូរអារម្មណ៍អីខ្លះជាមួយរដ្ឋាភិបាលយើងឯងចាI am going to sing Whitney Houston, I Will Always Love You. ដោយសារអីមកជិតយើងត្រូវបាទគណៈពេលនេះបាទខ្ញុំបាទពួកយុវវិទ្យាកំពុងថាអូសួស្ដីបងអូនប្រុសបែកមុខយូរម៉ែអត់ដែលឃើញសុខសប្បាយទេបងអូនរវល់មើលទៅរវល់ខ្លាំងហើយមុខរបរជាទីមេត្រីមកដល់ខែមករាឆ្នាំ2017នេះលោកហ៊ុនសែនកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាបាន32ឆ្នាំគត់ហើយលោកបានឡើងកាន់តំណែងកម្ពុជានេះកាលពីថ្ងៃទី14ខែមករាឆ្នាំ1985បន្ទាប់ពីលោកច័ន្ទស៊ីដែលទទួលមរណភាពប្រកាសណាស់ការដែលលោកឈរជាប់ក្នុងតំណែងនេះអស់ជាង3ទសវត្សរ៍កន្លងទៅនេះគឺដោយសារតែមានការគ្រប់គ្រងពីគណៈបកប្រជាជនកម្ពុជារបស់លោកដែលឈ្នះឆ្នោតជានិច្ចផងនិងមកពីខ្លួនលោកផ្ទាល់ជឿជាក់ថាមានតែលោកទេដែលស្គាល់គ្រប់កលុកកន្លៀតផ្លូវហើយអាចកាត់ចង្កូតដឹកនាំនាវាកម្ពុជាបានល្អជាងគេលោកក៏ទូទាយទុកដែរថាសង្គ្រាមនឹងឆេះរាលដាលទៅកម្ពុជាប្រសិនបើលោកមិនដឹកនាំប្រទេសនោះបាទជាបន្តទៅទៀតនេះលោកជួនច័ន្ទវត្តសូមជូនបទវិភាគមួយពិនិត្យមើលថាតើកម្ពុជាគ្មានការដឹកនាំរបស់លោកហ៊ុនសែនអាចនឹងទៅជាយ៉ាងណាអ្វីទាំងអស់នៅលើលោកនេះមិនទៀងទាត់ទេហើយនឹងដល់កាត់បញ្ចប់ដោយជាមិនរួចអនិច្ចំទុក្ខំអនត្តាប្រកបនៅយូរីឆាតកម្ពុជានឹងមានសួស្ដីលឹមមីងថាអត់ឡាយទេប៉ុន្តែចេះតែមានសំណូមពរអញ្ចឹងហើយចង់បកស្រាយខ្លះក្មួយសុខសប្បាយទេអាចនឹងទៅជាយ៉ាងណានោះវាអាស្រ័យទៅសួស្ដីចាបនធឿនគង់សួស្ដីក្មួយស្រីអ៊ំស្រីក្មួយប្រុសច្រឡំកុំឲ្យខាតពេលទោះបីមានបណ្ណាខ្ញុំនិយាយប៉ុណ្ណឹងព្រោះអីថាយប់ជ្រៅហើយប្រហែលមួយរយៈហ្នឹងនឿយហត់ដែរចង់កាំងផង iPad នេះចាសួស្ដីបងប្អូនជនរួមជាតិខ្មែរទាំងអស់ក្នុងប្រព័ន្ធ Facebook ខ្ញុំសូមដល់ម៉ោងទៅណាក្មួយ
ផាងសវណ្ណដល់មកធ្វើការមែនទេហើយខ្ញុំចង់បកស្រាយពីរឿងសម្ដីខ្លះរបស់មន្ត្រីជាន់ខ្ពស់ហើយនឹងថ្នាក់ដឹកនាំដែលមាត់ដាច់ណាដែលមាត់ដាច់ដែលនិយាយស្ដីមិនទទួលការពិតដូចថានិយាយស្ដីមិនស្គាល់ការពិតចាខ្ញុំចង់និយាយពីសម្ដីតេជោហ៊ុនសែនគាត់ទៅជប៉ុនគាត់ទៅរាយរាប់ហើយខ្ញុំគាត់ទៅរាយរាប់នៅជប៉ុនប្រាប់ជប៉ុនថាម៉េចថាបកសង្គ្រោះជាតិហ្នឹងបំផ្លាញសន្តិភាពអញ្ចឹងហើយបានខ្ញុំចង់បកស្រាយហើយចង់និយាយជាមួយគាត់អញ្ចឹងណាភាសាដែលគាត់ដើរនិយាយដើមគេដើរត្រកកូតគេទៅខ្ចីលុយគេហ្នឹងគឺថាលើកកកោកកាយយកពីនេះពីនោះទៅខែលោវាបានច្រើនជាងបំណងនៃខ្ចីអញ្ចឹងណាហើយការពិតអំពើដែលគាត់ធ្វើហ្នឹងវាមហាសែនថោកហើយគាត់អត់ចេះអ្វីក្រៅពីមូលកាច់គេបកាច់បខូចគេនិងដើរខ្ចីលុយគេណាមុខត្រាស់បំផុតគឺហ៊ុនសែនហ្នឹងហើយខ្ញុំចង់បកស្រាយពីរឿងមន្ត្រីគាត់ដូចជាពួកអីវងសោតផៃសិផានសុកអេសានកៅរ៉ាមីអីស្អីគេនិយាយពួកមន្ត្រីជាន់ខ្ពស់លើក្បាលហ៊ុនសែនហ្នឹងពួកមន្ត្រីទាំងអស់ហ្នឹងសើជាន់ខ្ពស់លើក្បាលហ៊ុនសែនទៀតបានជានិយាយអញ្ចឹងណាដោយគេបកស្រាយពីរឿងថាប្រមាថយើងថាប្រមាថហ្នឹងគេថាគេច្រៀងបាត់បើអ្នកណាហ្នឹងអានេះជាចម្រៀងរបស់គេបើបកសង្គ្រោះជាតិចាញ់ឆ្នោតឲ្យធ្វើបាតកម្មអីគេនឹងដាក់ក្បាលមកគុលអាស័យហ្នឹងដែលយើងខ្មែរយើងភាសាខ្មែរយើងថាប្រមាថណាប៉ុន្តែពួកហ្នឹងចម្រៀងមកគេគឺចម្រៀងអាយ៉ៃចាដេញសម្ដេចស្អីមួយទៀតមិញស្អីទាស្ងោហ្នឹងទាបាញ់ហ្នឹងគេនិយាយថាវាយបែកថ្មិញហ៊ុនសែនក្តាមឈូសសង្គ្រាមនឹងខ្ញុំចង់បកស្រាយពីបញ្ហាពួកដឹកនាំអ្នកដឹកនាំឲ្យសក់ទូចបណ្ឌិតឈួតជ្រូកហ្នឹងក៏អញ្ចឹងដែរបណ្ឌិតហ្នឹងឈួតជ្រូកតែនិយាយស្ដីទៅបើប្រកាន់សក់ទូចឈួតជ្រូកឯងបងប្អូនហើយបកស្រាយរឿងហ៊ុនសែនមុនណាលោកហ៊ុនសែនអ្វីដែលលោកនិយាយហ្នឹងណាតែយកលោកទៅនិយាយនៅជប៉ុនថាតែសង្គ្រោះជាតិនឹងបំផ្លាញសន្តិភាពតើពាក្យថាសន្តិភាពនឹងយ៉ាងម៉េចខ្លះខ្ញុំចង់សួរហ៊ុនសែនណាថាតើសង្គ្រោះជាតិនឹងបំផ្លាញយ៉ាងម៉េចខ្លះសន្តិភាពនឹងយ៉ាងម៉េចខ្លះណាហើយសង្គ្រោះជាតិនឹងបំផ្លាញសេចក្តីសុខឬបំផ្លាញសន្តិភាពនឹងតើខាងសង្គ្រោះជាតិខាងបពប្រឆាំងនឹងគេទៅធ្វើយ៉ាងម៉េចខ្លះគេទៅដោយថាបំផ្លាញសម្បត្តិធម្មជាតិរបស់ខ្មែរយើងទឹកដីខ្មែរយើងឬក៏សម្លាប់ប្រជារាស្ត្រខ្មែរយើងបំផ្លាញអនាគតកូនខ្មែរយើងអានឹងគេហៅថាបំផ្លាញសន្តិភាពអញ្ចឹងណាហើយនិយាយឲ្យចំទៅដូចជាហ៊ុនសែនថាលោកសំរងស៊ីតន់ដិតការពិតខ្លួនឯងហ្នឹងហើយតន់ដិតឥឡូវនិយាយមកពីតន់ដិតមកមួយទៀតមកពីរឿងថាសង្គ្រោះជាតិបំផ្លាញសន្តិភាពរបស់លោកហ្នឹងវាប៉ុណ្ណាវាប៉ុណ្ណីណាកក្រើកមេឃកក្រើកដីបញ្ជាទាហានឲ្យបាញ់ពលករដែលគ្នាទៀមទាយកតែថ្លៃដោយថាប្រាក់ខែសំរុំបន្តិចបន្តួចគ្រាន់រស់ណានឹងបញ្ជាទាហានឲ្យបាញ់សម្លាប់កម្មករនៅផ្លូវវិញស្រីញ៉ៃហ្នឹងណាមានរបួសមានជាប់គុកអីខ្លះហ្នឹងតាអាណាគេដែលវាបំផ្លាញសន្តិភាពណាស្ដាប់ឲ្យបានคลิปនេះខ្ញុំសុំនិយាយចំទៅដល់ហ៊ុនសែនហ្នឹងហ្មងបកស្រាយឲ្យដឹងបន្តិចឲ្យដឹងច្បាប់ឲ្យដឹងភាសានិយាយណាហើយកុំសង្ឃឹមណាកុំសង្ឃឹមថាតេជោឯងហ្នឹងខំដើរខ្ចីបុលគេខំដើរលុនតួបោកប្រាស់ចាក់ចុចអីគេនៅជប៉ុនមិត្តភក្តិខ្ញុំនៅជប៉ុនបានទេមកប្រាប់ខ្ញុំហើយថា
ជាប៉ុនគេអត់មានយកចិត្តទុកដាក់ឲ្យពីរឿងហ្នឹងទេគេដូចថាអារឿងនិយាយស្ដីការធម្មតាអីគ្រាន់ថារឿងខ្ចីលុយគេតម្រូវឲ្យធ្វើអីធ្វើកន្លែងអីតាណាអីគឺស្រែកលើគេតម្រូវព្រោះយើងដើរទៅខ្ចីគេហ្នឹងគឺជាបញ្ហាតែប៉ុណ្្នឹងតែអត់មានរឿងវែងឆ្ងាយដូចហ៊ុនសែនគិតខំរៀបរាប់ទៅមូលកាច់សង្គ្រោះជាតិបំផ្លាញសន្តិភាពចុះអាឆ្កែណាដែលវាលក់ដីលក់ធ្លីលក់ព្រៃលក់សម្បទានដីអីអស់ហ្នឹងអានោះភាសាហ្នឹងតើវាអ្នកបំផ្លាញសន្តិភាពអត់ទេអារឿងទាំងវើទាំងអស់ហ្នឹងខ្ញុំសុំទោសខ្ញុំនិយាយមួយម៉ាត់ហ្នឹងព្រោះខ្ញុំចង់ប្រើពាក្យហ្នឹងខ្ញុំចង់ប្រើពាក្យអាឆ្កែហ្នឹងណាបើសិនជាមនុស្សដឹកនាំគឺស្ដាយធនធានធម្មជាតិស្ដាយទ្រព្យសម្បត្តិរបស់ប្រទេសជាតិខ្លួនឯងអាណិតអាសូរដល់រាជខ្លួនឯងអត់មានវាយដំច្រាំធាក់លួចប្លន់រាជខ្មែរខ្លួនឯងហ្នឹងទេអានឹងគេហៅថាបំផ្លាញសន្តិភាពបើភ្លើអញ្ចឹងរៀនសូត្រម្ដងទៀតពីរឿងពាក្យនិយាយស្ដីចង់មូលកាច់គេមូលកាច់ឲ្យសមបើមូលកាច់មិនសមហ្នឹងត្រូវអង្គលអាស័យហើយណាប្រយ័ត្នណាអានឹងប្រកាសជាគុលអាស័យរបស់វងសោដែរនឹងភាសាហ្នឹងខ្លាចគេរកគួនគេបំផ្លិចបំផ្លាញគេរាជខ្មែរគ្មានដែលបានសុខសម្រាប់ជំរុញតែចោទថាសង្គ្រោះជាតិបំផ្លាញសន្តិភាពតែគេសុំតែមករស់គេសុំថាឲ្យប្រទេសជាតិនឹងវាបានសន្តិភាពមានសិទ្ធិសេរីប្រជាធិបតេយ្យពិតប្រាកដទៅជានិយាយផ្ទុយពីគេថោកអីក៏ថោកមហាសែនថោកម៉េះហើយនិយាយស្ដីភ្លើអត់មានដឹងខុសដឹងត្រូវអីអញ្ចឹងហើយនៅដល់ណាទៀតខ្ញុំថាអត់ចង់និយាយអីស្ដីខ្ញុំចង់ដូចថារៀងនឿយហត់ដែរមករយៈហ្នឹងខ្ញុំមានបញ្ហាក្នុងក្រុមគ្រួសារនឿយចង់សម្រាប់ដែរប៉ុន្តែដល់គេចេះតែផ្ញើសម្លេងផ្ញើសម្ដីផ្ញើព័ត៌មានន័យថាឲ្យជួយចេញអីអញ្ចឹងខ្ញុំគិតឃើញថាសម្ដីដែលនិយាយបើភ្លីបើភ្លើអញ្ចឹងគួរតែបដៅដឹងខុសដឹងត្រូវដែរណាបើភ្លើទេថ្ងៃក្រោយចង់និយាយអីមកសួរខ្ញុំសិនណាដើម្បីឲ្យមានអ្នកក្តៅកុហកកាហាយខ្លះអញ្ចឹងណាភ្លើមហាសែនភ្លើនិយាយស្ដីអត់ដឹងខុសដឹងត្រូវនិយាយគ្មានការពិតសន្តិភាពដែលហ៊ុនសែនបានហ្នឹងឥឡូវកំពុងតែបានសន្តិភាពខ្លាំងក្លាណាស់ហើយឮសូវថាដេញនិតិរនរបស់អាសុកអេសានក៏អញ្ចឹងដែរណាហើយរបស់អាផៃសិផានកៅរ៉ាមីណានិតិរននៃប្រទេសជាតិកំពុងតែប្រមូលផ្ដុំពូនដូចភ្នំចេះឥឡូវហ្នឹងវាបានម្ដងតិចពូនដូចភ្នំហើយឥឡូវហ្នឹងណាស្រាប់តែព័ត៌មានចាញ់មកបញ្ជូនពលករខ្មែរ1000នាក់ទៅហុងកុងនឹងនិតិរនហ្នឹងនឹងប្រទេសសន្តិភាពហ្នឹងហើយអត់មានហ៊ានប្រើពាក្យអីគេអត់មានប្រើពាក្យថាឲ្យទៅធ្វើខ្ញុំគេអីទេណាតែធ្វើកិច្ចគេអីទេគេថាទៅបំរើការងារនៅតាមផ្ទះបងប្អូនគិតមើលមានតែនៅស្រុកខ្មែរទេនៅអាស៊ីទេដល់នៅសហរដ្ឋអាមេរិកអត់មានទេបំរើការងារនៅតាមផ្ទះដូចជាគេធ្វើអ្នកបោសសម្អាតអីហ្នឹងគេធ្វើមានម៉ោងមកគេអត់ទៅបំរើការងារដាច់ថ្លៃដែលគេជួលបានដូចទៅនៅម៉ាឡេគេធ្វើបាបអីហ្នឹងទេអត់ទេហើយនេះយកប្រជារាស្ត្រខ្លួនឯងឲ្យទៅធ្វើខ្ញុំគេហើយអំនួតខ្លួនឯងថាខ្លួនឯងសន្តិភាពនិតិរនក្បាលមកុលអាស័យស្អីគង់តែថ្ងៃណាបានក្បាលកុលអាស័យនឹងខ្លួនឯងទេបើគ្មានអ្នកណាវាយក៏ដើរជុលកុលអាស័យខ្លួនឯងដែរខ្ញុំប្រាប់ឲ្យច្បាស់ចេះទៅសម្ដីទាំងអស់ហ្នឹងគឺសម្ដីទៀមទាយកខ្លួនឯងទេមិនមែនសម្ដីថាឲ្យរីឲ្យសូមបងប្អូនកុំយកចិត្តទុកដាក់ណាកុំយកចិត្តទុកដាក់កុំចងចាំពាក្យទាំងអស់នេះគឺសម្ដីទាំងអស់ហ្នឹងមន្ត្រីហ៊ុនសែនហើយនឹងហ៊ុនសែនហ្នឹងនិយាយបួងសួងខ្លួនឯងទេបន់ខ្លួនឯងព្រោះថា2018ហ៊ុនសែនណាតហ៊ុនតកូលហោចតកូលហាន់ហោចអីហ្នឹងអត់មានតទៀតទេគឺរលាយហើយទំនាយខ្មែរយើងគឺត្រូវបានមានជោគជ័យនៅឆ្នាំ2018
នឹងហើយគឺឆ្នាំចអញ្ចឹងណាគឺទំនាយមកអញ្ចឹងហ្មងជាក់ស្ដែងអញ្ចឹងភ្នាល់ដែរអីក៏ភ្នាល់ដែរខ្ញុំហ៊ានណាគឺត្រូវបានសន្តិភាពហើយទោះបីហ៊ុនសែនខំរើបំរាស់កាច់មូលគេយ៉ាងណាក៏អត់មានប្រសិទ្ធភាពដែរគ្មានអ្នកណាគេស្ដាប់ហ៊ុនសែនគ្មានអ្នកណាគេខ្លាចអីទេដោយចង់ធ្វើបាបអីបកសង្គ្រោះជាតិឲ្យរុះរើតាំងពីផ្លាក់ស្អីហ្នឹងនេះជាអំពើថោកទេអំពើដូចគេហៅថាអំពើក្មេងលេងគប់វងហើយចាញ់អញជន់ជើងឲ្យវាយអីអញ្ចឹងណាធ្វើម៉េចឲ្យតែគេហាន់ហោចមុខហ៊ុនសែននេះលេងចាញ់គេដដើមទាលុយមកវិញទេមុខនេះណាចរិតនេះបំផ្លាញខ្លួនឯងអត់មានសេះសល់អីទេណាយើងដឹងហើយអ្វីក៏អស់អ្វីក៏អត់ដែរហើយទៅចោតសង្គ្រោះជាតិដែលគេទៀមទាតវ៉ាសង្គ្រោះជាតិបីដូចជាកម្មករទៅតវ៉ាយកប្រាក់ខែសំរុំគ្រាន់តែមករស់ហ្នឹងគេទៀមទាយកសន្តិភាពគេទៀមទាយកសន្តិភាពដើម្បីប្រទេសជាតិទៀមទាយកសេចក្តីសុខដើម្បីប្រជារាស្ត្រទៅថាគេបំផ្លាញសន្តិភាពនិយាយផ្ទុយដែលខ្លួនឯងបំផ្លាញបង្ហិនបង្ហោចគ្មានសេះសល់អ្វីហើយដើរតែសុំដើរតែខ្ចីដើរតែលក់កូនលក់ចៅឲ្យគេហើយអួតប្រទេសនីតិរ័នឥឡូវបញ្ជូន 1000 ទៅហុងកុងបញ្ជូនទៅធ្វើគេដើម្បីឲ្យចេះភាសាអង់គ្លេសចេះភាសាចិនអីនោះអញ្ចឹងហ្នឹងនីតិរ័នហ្នឹងល្អត្រឹមត្រូវសួស្ដីក្មួយក្មួយកូនខ្មែរចាសួស្ដីក្មួយជួយផ្ដល់យោបល់មីងខ្លះមើលតើហ៊ុនសែននិយាយថាសង្គ្រោះជាតិបំផ្លាញសន្តិភាពហ្នឹងតើត្រូវអត់ហើយបងប្អូនកូនក្មួយទាំងអស់ជួយខមមិនមួយម៉ាត់ម្នាក់មើលតើពាក្យហ៊ុនសែននិយាយហ្នឹងត្រូវអត់តើអាណាដែលជាអ្នកបំផ្លាញសន្តិភាពណាជួយផ្ដល់យោបល់គ្រប់គ្នាឲ្យបានដឹងផងបងប្អូនកូនក្មួយទាំងអស់ដែលបានមើលហើយយើងបានមើលបានដឹងបានឮហើយយើងត្រូវចេះមានខ្សោយមិនខ្សោយសេវាមិនដឹងចាសួស្ដីថងសេនសួស្ដីចាជំរាបសួរក្មួយហ្នឹងคลิปហ្នឹងដូចថាខ្ញុំចំណាយពេលយប់ហើយម៉ោង15នាទីហើយជាពេលវេលាដែលខ្ញុំត្រូវសម្រាកប៉ុន្តែដល់ឃើញគេផ្ញើសម្ដីឃើញហ៊ុនសែននឹងប្រើពាក្យចឹងមកខ្ញុំចង់ដាក់មកកញ្ញោឲ្យប្រាប់ថាពាក្យសម្ដីដែលហ៊ុនសែននិយាយហ្នឹងគឺខុសទេណាអត់ត្រូវទេខ្លួនឯងហ្នឹងហើយដែលអ្នកបំផ្លាញសន្តិភាព38ឆ្នាំនេះអត់មានបកសង្គ្រោះជាតិទេបកសង្គ្រោះជាតិគ្រាន់តែទៀមទាចង់បានសន្តិភាពដើម្បីឲ្យប្រជារាស្ត្រខ្មែរដើម្បីឲ្យទឹកដីខ្មែរដើម្បីគ្រប់អ្វីឲ្យឃើញប្រជាធិបតេយ្យពិតប្រាកដអញ្ចឹងទេគេអត់បំផ្លាញទេកុំភ្លើពេកណាប្រយ័ត្នពី3កញ្ញរាប់មួយថ្ងៃហ្នឹងកាចតិចណាព្រោះអីនឿយហត់បើមិនកាចបើមិនកាចដោយហ៊ុនសែនទេហ៊ុនសែនមិនខ្លាចទេមិនញើទេតើដាក់ពី3កញ្ញបានដឹងខ្លួនថាតើអាណាគេអ្នកបំផ្លាញសន្តិភាពហើយពួកអាមន្ត្រីទាំងអស់ហ្នឹងគេនិយាយភាសាគេថាប្រើពាក្យក្បាលមកុលអាស័យវាយបាក់ថ្មិញធ្វើក្តាមមកឈូសជាប់គុកឬក៏សង្គ្រាមគេថានេះជាការអប់រំបងប្អូនស្ដាប់ឲ្យបានណានេះជាភាសាអប់រំជាពិសេសអាតពេកផៃសិផានអាឆ្កែអស់សាច់ហ្នឹងអាសុកអេសានណាក៏វានិយាយចឹងដែរវានិយាយសង្គ្រោះជាតិបំផ្លាញសន្តិភាពអីវាដូចតែគ្នាវាឲ្យកូនវាបងប្អូនវាមិត្តភ័ក្តិវាដូចតែគ្នាទេក្រុមវាហ្នឹងក្រុមមកគេក្រុមមួយហ៊ុនសែនហ្នឹងគ្នាវាតែប៉ុណ្្នឹងនេះឯងហើយដល់អញ្ចឹងទៅណាខ្ញុំកាចទេណាហ៊ុនសែនបើនិយាយត្រូវកញ្ញហ្នឹងប្រើពាក្យមិនសមរម្យប្រើពាក្យមិនត្រូវអញ្ចឹងយកពាក្យហ្នឹងទៅពិនិត្យខ្លួនឯងវិញថាតើអាណាដែលជាអ្នកបំផ្លាញសន្តិភាពណាយើងត្រូវគិតអញ្ចឹងផងត្រូវឲ្យដឹងឲ្យយល់ភាសាដែលថាអប់រំនឹងពាក្យកុលស័យអីហ្នឹងណាបងប្អូនខ្មែរស្ដាប់ឲ្យយល់
តើភាសានឹងគេប្រើនៅរបបណាណាចំនួនណារបបណាដែលប្រើពាក្យកុលស័យអញ្ចឹងណាប្រើក្បាលអង្គុលស័យបែកថ្មិញប្រមាថសង្គ្រាមធ្វើក្តាមមជុះអីហ្នឹងជារបបណាណាហើយភាសាពួកគេថាភាសាហ្នឹងគេមិនគម្រាមសម្លុតទេជាការអប់រំអញ្ចឹងអប់រំហ្នឹងវាយករបបណាមកអប់រំពួកហ្នឹងវាយករបបអីមកអប់រំហើយតើស្រុកខ្មែរឥឡូវជានៅក្នុងរបបអ្វីដែរណាប្រជាធិបតេយ្យឬក៏បល័យពុយសាសហើយភាសាដែលពួកមន្ត្រីទាំងអស់ហ្នឹងវានិយាយគឺវាប្រើរបបបល័យពុយសាសហេតុអីក៏អន្តរជាតិអត់មើលឃើញទង្វើដែលវាធ្វើផ្ទុយនឹងច្បាប់ប្រជាធិបតេយ្យផងខ្ញុំចេះតែឆ្ងល់ដែរប៉ុន្តែតាមខ្ញុំយល់ដឹងថាអត់យូរទេអត់យូរទេគេនឹងមើលឃើញអស់ហើយគេរៀបចំខ្សែព្រួលរួចហើយគេនឹងប្រមូលសំណុំរឿងមិនសេះសល់សូម្បីប្រពន្ធស័យសក់គេនឹងបង្ហាញឲ្យហ៊ុនសែនឃើញថាហ៊ុនសែនប្រើរបបបល័យពុយសាសណាមិនមែននៅក្នុងសិទ្ធិសញ្ញា23ដុល្លារប្រើរបបប្រជាធិបតេយ្យដោយអេស៊ានគ្រប់គ្នាដោយប្រទេសគេគ្រប់គ្នាទេគឺហ៊ុនសែនប្រើរបបផ្ដាច់ការដូច្នេះហើយគេត្រូវចាត់ចែងហ៊ុនសែនផ្ដាច់ការនៅឆ្នាំ2018នេះបងប្អូនកុំភ័យឲ្យសោះតស៊ូឡើងខែ9នេះនាំគ្នាទៅចុះឈ្មោះឲ្យបានទាំងអស់គ្នាកូនក្មួយបើកូនក្មួយនៅចង់បានក្រោមរបបហ៊ុនសែនដែលប្រមាថមើងងាយមិនមែនប្រមាថមើងងាយទេបងប្អូនអ្វីដែលគេនិយាយហ្នឹងប្រហែលជាគេបានធ្វើប៉ុន្តែធ្វើបិទមុខអត់ដឹងណាគឺគេចង់បំផ្លាញណាមួយគេសម្លាប់ចោលបិទមុខយកឲ្យកពើស៊ីអីហ្នឹងគឺអញ្ចឹងណាបើខ្លួនរឿងគ្រឿងញៀនអញ្ចឹងណាបើក្រុមគ្នាគេហ្នឹងលក់គ្រឿងញៀនធ្វើបាបប្រជារាស្ត្រខ្មែរជួញដូរគ្រឿងញៀនគឺគ្មានណាចាប់បានទេណាបើខ្លួនគេនឹងគ្មានណាចាប់បានព្រោះគេជាម្ចាស់គ្រឿងញៀនដោយឥឡូវនេះគេចាប់ញឹកបញ្ឆៃអីចាប់ហ្នឹងហើយចាប់ញឹកបញ្ឆៃហើយចោទថារឿងគ្រឿងញៀននឹងប៉ុន្តែរឿងហ្នឹងខ្ញុំមិនចង់យកចិត្តទុកដាក់ឲ្យព្រោះគ្នាខ្ញុំសុំថាអាមេនោះមិនក៏មិនចាប់វាផងហើយមិនតែចាប់តែញឹកបញ្ឆៃម្នាក់អាណាខ្លះមេនោះដឹងអត់ហើយដល់អញ្ចឹងហើយភាសាដែលពួកវានិយាយយើងត្រូវបកស្រាយឲ្យអញ្ចឹងសូមឲ្យបងប្អូនអភ័យទោសដែលខ្ញុំប្រើសម្ដីខ្លាំងគឺខ្ញុំបកឲ្យសមនឹងសម្ដីពួកហ្នឹងអញ្ចឹងណាខ្ញុំបកភាសាដូចហ៊ុនសែននិយាយថាសង្គ្រោះជាតិបំផ្លាញសន្តិភាពហ្នឹងណាអញ្ចឹងខ្ញុំបកឲ្យហ៊ុនសែនហ្នឹងឲ្យដឹងខ្លួនឯងបើមិនបកអញ្ចឹងទេប្រកាសជាអត់ដឹងទេភាសាទាំងអស់ហ្នឹងនិយាយមកគឺការអត់ដឹងចង់តែខ្ចីលុយគេបកាច់មូលគេអានេះដូចថាលួចប្រពន្ធគេហើយកាច់មូលថាប្តីគេនឹងខូខើអញ្ចឹងណាហើយពីរឿងហ្នឹងខ្ញុំអត់ចង់និយាយទេពីរឿងអាស្រីញីអីដែលជាដើរចោតគេចោតឯងអីហើយលើករឿងស្អីក្នុងសង្គមគ្រួសារមកខ្ញុំអត់ចង់និយាយរឿងហ្នឹងតែនិយាយទៅវាប៉ះពាល់ដល់នាយហ៊ុនសែនហ្នឹងតែម្ដងសមមិត្តហ៊ុនសែនហ្នឹងព្រោះជាតិជារឿងផ្ទាល់រឿងស្រីញីអូនបងគ្មានអាណាលើសហ៊ុនសែននេះយកប្រពន្ធគេឲ្យសម្លាប់គេចោលទៀតណាទៀមទាយកសិទ្ធិស្រីពុំមចារីរៀងរាល់ថ្ងៃសិលថ្ងៃអីគេរបស់គេអីទៀតហើយគ្មានអាណាដឹងទេហើយអាគុលអាស័យហ្នឹងមិនដឹងជាវងសោតហ្នឹងវាវាយបានប្រមាណអ្នកមកហើយខ្ញុំអត់រាប់ពីសម័យប៉ុលពតទេណាខ្ញុំរាប់ពីសម័យឥឡូវដែលវងសោតហ្នឹងវាធ្លាប់បានធ្វើប៉ុន្តែយើងមើលអត់ឃើញចឹងពួកនេះវានិយាយមិនមែននិយាយដូចថាឧទាហរណ៍ឯងវានិយាយការពិតដែលគេហៅថាឈាមស្រែកស្បែកហៅណាវាចាញ់មកខ្លួនឯងបង្ហាញដឹងឲ្យគេដឹងថាពួកនេះវាធ្វើអញ្ចឹងរាល់ថ្ងៃមិនដឹងជាវាសម្រាប់រាជខ្មែរស្លូតត្រង់នឹងបានអស់ប្រហែលនេះអីទេហើយស្ដាប់ឲ្យបានភាសាហ្នឹងហើយបើវាយកភាសាហ្នឹងមកនិយាយអប់រំមិនមែនប្រជាធិបតេយ្យទេប្រទេសយើងគឺប្រទេសបល័យពុយសាសកាន់អំណាចផ្ដាច់ការហើយអញ្ចឹងយើងជាខ្មែរក្រោកឡើងកូនក្មួយក្រោកទាំងអស់គ្នាណាខែ9ថ្ងៃទី1នឹងចាប់ផ្ដើមចុះឈ្មោះហើយទោះបីពិបាកសនុកយ៉ាងណាទ្រាំតស៊ូអត់ធ្មត់
ព្រោះយើងត្រូវតែបានក្នុងឆ្នាំ2018ហ្នឹងហើយបងប្អូន iPad ខ្ញុំដូចទាំងខ្ញុំសុំដូចថានិយាយត្រុសប៉ុណ្ណឹងគាត់និយាយឲ្យដឹងថាឲ្យហ៊ុនសែនដឹងខ្លួនថាបើនិយាយស្ដីភ្លើប្រយ័ត្នត្រូវក្បាលអង្គលអាស័យខ្លួនឯងឬក្បាល2 3កញ្ញណាប្រាប់ឲ្យដឹងខ្លួនចេះទៅប្រើភាសាឲ្យដឹងហេតុដឹងផលចិត្តអស់អំណាចចិត្តអស់តំណែងហើយកុំឲ្យធ្វើឲ្យគេជេរបន្តិចច្រើនពេកណាទុកកិត្តិយសគេឈ្មោះខ្លះទៅណាកុំឲ្យគេស្អប់តពូជពេកកុំឲ្យគេស្អប់ដល់ឆ្មបទៀតមិនត្រឹមពូជទេគេស្អប់ដល់ឆ្មបទៀតដែលមនុស្សបំផ្លិចបំផ្លាញជាតិដោយហ៊ុនសែននេះណាហើយបងប្អូនចង់ចាំទៅ2018ឆ្នាំចប្រទេសខ្មែរយើងបានសន្តិភាពហើយសូមឲ្យរួមគ្នាបោះឆ្នោតទាំងអស់គ្នាមកចោះឈ្មោះបោះឆ្នោតទាំងអស់គ្នាឲ្យឃើញសខ្មៅហើយអ្វីរឿងទីមួយទៀតដែលហ៊ុនសែនអួតថាអ្នកក្រៅប្រទេសគ្រប់ត្រូលហ៊ុនសែនច្រើនណាខ្ញុំឮប្រតិយ៉ាងគេសុំសំណួរដែរថាបើអ្នកក្រៅប្រទេសគ្រប់ត្រូលហ៊ុនសែនច្រើនសូមជួយធ្វើกระดาษស្នាមដើម្បីឲ្យអ្នកក្រៅប្រទេសបានបោះឆ្នោតផងគេលោកបានស្លឹកឆ្នោតច្រើនជាងមុនទៀតណាសូមជួយធ្វើប៉ុណ្ណឹងហ្នឹងហើយសនំពោប្រតិយ៉ាងនិយាយហ្នឹងខ្ញុំគ្រប់ត្រូលចាហ្នឹងហើយគេស្រឡាញ់ហ៊ុនសែនសម្បើមនៅក្រៅប្រទេសអ្នកនៅក្រៅប្រទេសនេះនិយាយស្ដីអួតអត់មើលខ្លួនឯងម្នាក់គេគ្រាន់តែឮតែឈ្មោះអ្នកខ្លះមិនដែលស្គាល់មុខផងគេថាគេស្អប់មហាសែនស្អប់ហើយអួតខ្ញុំខ្នាញ់ពាក្យមួយម៉ាត់ថាសង្គ្រោះជាតិបំផ្លាញសន្តិភាពហ្នឹងអញ្ចឹងបានខ្ញុំត្រូវតែឡើងមកបកស្រាយឲ្យហ៊ុនសែនដឹងបើមិនដឹងទេបើមិនព្រមដឹងទេគុលអាស័យខ្ញុំប្រាប់ខ្ញុំដាក់វិញណាហើយខ្ញុំសូមសនំពរដល់បងប្អូនកូនក្មួយទាំងអស់ណាសូមឲ្យរួមគ្នាពិចារណាឲ្យមែនតែនតើយើងអាណិតអាសូរដល់ជាតិយើងតើយើងស្រឡាញ់ជីវិតយើងកូនចៅចំនួនក្រោយឲ្យបានសេចក្តីសន្តិភាពឲ្យបានស្គាល់ប្រជាយើងរួមគ្នាបោះឆ្នោតនៅឆ្នាំ2018មកចុះឈ្មោះខែ9នេះទៅឲ្យដល់ឆ្នាំ2018យើងនឹងជ្រើសរើសយកអ្នកដឹកនាំដែលអាចលើកស្ទួយប្រទេសជាតិយើងឲ្យបានស្គាល់របបប្រជាធិបតេយ្យពិតប្រាកដអញ្ចឹងហើយប្រព័ន្ធអ៊ីនធឺណិតនេះដូចអត់សូវល្អទាំងខ្ញុំសូមនិយាយបកស្រាយតែប៉ុណ្្នឹងហើយសូមជួយ share ឲ្យហ៊ុនសែនផងឲ្យហ៊ុនសែនត្រូវមើលคลิปខ្ញុំឲ្យតមកខ្ញុំវិញផងថាថ្ងៃក្រោយនិយាយស្ដីឲ្យដឹងខុសដឹងត្រូវកុំមូលកាច់គេយកគំនិតខ្លួនឯងមកមូលកាច់គេប្រយ័ត្នត្រូវមកគុលអាស័យណាហើយសូមអរគុណហើយខ្ញុំសូមជម្រាបលាចា